បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពបាទនៅក្នុងថ្ងៃនេះបាទយើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងរឿងរ៉ាវមួយបាទតាក់ទងជាមួយនឹងនារីវ័យក្មេងម្នាក់បាទខណៈដែលគាត់កំពុងតែដើរឆ្លងផ្លូវបាទស្រាប់តែមានម៉ូតូមួយបើកបរយ៉ាងលឿនតែម្ដងបានបុកពេញទំហឹងរហូតធ្វើឲ្យគាត់មានការរងរបួសធ្ងន់ធ្ងរបាទហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តកណ្ដាលបាទអញ្ចឹងសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបាទដូចតទៅបាទហើយយើងឃើញថាផ្លូវហ្នឹងគឺមានម៉ូតូចេញចូលមិនសូវច្រើនប្រហែលទេបាទមួយទៅមួយមកតែប៉ុណ្្នឹងឯងបាទស្រាប់តែគាត់ដើរឆ្លងផ្លូវយ៉ាងម៉េចបានជាម៉ូតូបាទដែលមានស្លាកលេខបាទមួយ CI បាទ1119បាទភ្នំពេញបាទ11 CI 1119ដែលបើកបរដោយបរិម្នាក់បាទអញ្ចឹងនេះគឺជារឿងរ៉ាវមួយដែលបុកទៅលើស្ត្រីម្នាក់ដែលធ្វើឲ្យមេរោគរបួសធ្ងន់ធ្ងរបាទដូច្នេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបាទនៅរឿងរ៉ាវលម្អិតដូចតទៅបាទខេត្តកណ្ដាលនារីវ័យក្មេងម្នាក់ត្រូវបាទខណៈដែលកំពុងតែដើរឆ្លងថ្នល់បាទជាតិស្រាប់តែត្រូវម៉ូតូបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់បាទហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 6:15 នាទីព្រឹកថ្ងៃទី 22 ខែកុម្ភៈឆ្នាំ 2017បាទនៅលើកំណត់ផ្លូវជាតិលេខ 1បាទកំណត់ផ្លូវជាតិលេខ 1ចន្លោះគីឡូម៉ែត្រលេខ 41 និង 42ស្ថិតនៅក្នុងភូមិស្ទឹងបាទឃុំសំរោងធំស្រុកគៀនស្វាយបាទនារីវ័យក្មេងរងគ្រោះមានឈ្មោះថាសៀធីបបាទអាយុ19ឆ្នាំជាជនជាតិខ្មែររស់មុខរបរជាកម្មការិនីកាត់ដេរបាទមានទីលំនៅនៅក្នុងភូមិឃុំកាត់ហេតុខាងលើបានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរបាទក្រុមគ្រួសារបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតរាជធានីភ្នំពេញបាទចំណែកឯភាគីខាងម៉ូតូម៉ាក Honda Wave បាទ Honda Wave 125ពណ៌ខ្មៅលាយស្វាយពាក់ស្លាកលេខភ្នំពេញ 1C បាទ CI បាទ CI ទេឃើញមិញ1119បាទអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេហើយក៏បានរត់គេចខ្លួនបាត់ស្រមោលមុនពេលដែលសមត្ថកិច្ចបានចុះទៅដល់បាទដោយបន្សល់ទុកម៉ូតូនិងស្ត្រីអ្នករួមដំណើរជាមួយនឹងគ្នាម្នាក់ទៀតនៅកន្លែងកើតហេតុបាទតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះបានដើរឆ្លងផ្លូវបាទពីកើតទៅលិចបាទដើម្បីចាំជិះរមាក់ទៅធ្វើការនៅរោងចក្របាទកាត់ដេរបាទសួនឧស្សាហកម្មសំរោងធំខណៈដែលចិត្តឆ្លងផុតចែងផ្លូវខាងលិចបាទស្រាប់តែត្រូវម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបាទក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងបានមកបុកពេញទំហឹងបណ្ដាលឲ្យនារីរងគ្រោះប៉ើងបោកក្បាលនិងថ្នល់ជាតិបណ្ដាលរងរបួសធ្ងន់ធ្ងរតែម្ដងបាទសមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថាស្ត្រីអ្នករួមដំណើរជាមួយនឹងភាគីម៉ូតូដែលមានឈ្មោះថាផៃចិនណាអាយុ28ឆ្នាំជនជាតិខ្មែរមុខរបរជាកម្មការនីរោងចក្រកាត់ដេរមានទីលំនៅក្នុងភូមិខ្លែងគង់បាទឃុំអង្គរាជស្រុកព្រះស្ដេចខេត្តព្រៃវែងបានប្រាប់សមត្ថកិច្ចថារូបគាត់បានជួលម៉ូតូដប់នេះបាទពីច្បារអំពើទៅស្រុកកំណើតក្នុងតម្លៃ 30,000 រៀលដើម្បីទៅមើលឪពុកបាទមានជំងឺនៅឯស្រុកបាទគឺមិនបានជាប់ពាក់ព័ន្ធនឹងសាច់ញាតិជាមួយនឹងម្ចាស់ម៉ូតូបាទនោះទេបាទបន្ទាប់ពីធ្វើការសាកសួររួចបាទសមាជិកបានឲ្យស្ត្រីរួមដំណើរបន្តដំណើរទៅផ្ទះបាទរួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់បាទអញ្ចឹងមានន័យថាបរិសុទ្ធដែលជាអ្នកបើកបរម៉ូតូហ្នឹងបានរត់គេចខ្លួនបាត់ហើយដោយបន្សល់ម៉ូតូទុកចោលបាទហើយដោយស្ត្រីម្នាក់ដែលជិះម៉ូតូដប់ហ្នឹងគាត់មិនបានដឹងរឿងរ៉ាវទេបាទគាត់គ្រាន់តែជាអ្នកជួលម៉ូតូគេបាទដើម្បីជូនគាត់បាទទៅផ្ទះដើម្បីមើលឪពុកម្ដាយគាត់ឈឺប៉ុណ្ណោះបាទហើយក៏បានជួបគ្រោះថ្នាក់ចៃដន្យបុកនារីម្នាក់ដែលជាកម្មការនីរោងចក្រដើរកាត់ផ្លូវក៏បានបុកពេញទំហឹងតែម្ដងបាទរហូតធ្វើឲ្យនារីហ្នឹងមានការរងរបួសធ្ងន់ធ្ងរហើយក៏បានបញ្ជូនទៅទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាឡាម៉ែតនៅទីក្រុងភ្នំពេញផងដែរបាទអញ្ចឹងនេះគឺជារឿងរ៉ាវមួយដែលសូមប្រែផ្ដាំទៅដល់ពុកម៉ែបងប្អូនទស្សនិកជនបាទដែលបានស្ដាប់បាទអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនធ្វើការជាកម្មការកាត់ដេរបាទសូមមានការប្រុងប្រយ័ត្នបាទជាពិសេសគឺអ្នកធ្វើដំណើរតែម្ដងមិនសំខាន់ទៅលើអ្នកកាត់ដេរទេបាទសំខាន់ទៅលើពុកម៉ែបងប្អូនដែលតែងតែដើរកាត់ផ្លូវបាទដើរកាត់ផ្លូវជិះម៉ូតូពេលបើកបរហ្នឹងសូមពាក់មួកសុវត្ថិភាពបាទហើយជាពិសេសគឺពាក់មួកសុវត្ថិភាពគ្រប់គ្នាបាទហើយជាពិសេសគឺការដើរមុននឹងដើរឆ្លងផ្លូវយើងត្រូវតែមើលឆ្វេងមើលស្ដាំបាទដើរទៅមើលឲ្យច្បាស់បាទកុំចេះតែមើលមិនបានច្បាស់រត់តែម្ដងបាទវាបណ្ដាលឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយដែលយើងមិនអាចមើលឃើញឡើយបាទចឹងរឿងរ៉ាវមួយនេះខ្ញុំក៏សូមបញ្ចប់ត្រឹមនេះផងដែរអរគុណច្រើនសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតមកដល់ទីបញ្ចប់បាទសូមអរគុណច្រើនសូមជម្រាបលា